ហើយតែចង់ឈ្នះខុសគេតែឯងលើពិភពលោកពលរដ្ឋថៃប្រមូលផ្ដុំគ្នាបង្ហាញការគាំទ្រអនុទិនធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀតប្រទេសថៃនៅលើពិភពលោកនេះមានតែពលរដ្ឋថៃទេដែលគាំទ្រឲ្យមេដឹកនាំនិងកងទ័ពបន្តសង្គ្រាមឈ្លានពានប្រទេសជិតខាងដើម្បីបំពេញមហិច្ឆតាពង្រីកទឹកដីនិងចង់បានប្រាសាទបុរាណឥតខ្មាស់អៀនទោះជាដឹងថាមិនមែនជារបស់ខ្លួនក្តីនៅព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025ពលរដ្ឋថៃមួយក្រុមបានប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណៈភូមិចៃថៃដែលជាគណៈបកកាន់អំណាចរបស់នាយករដ្ឋមន្ត្រីចាំផ្ទះដោយស្រែកទាមទារឲ្យធ្វើសង្គ្រាមវាយប្រហារកម្ពុជាបន្តទៀតថែមទាំងចាត់ប្រកាន់កម្ពុជាល្មើសអធិបតេយ្យទៅវិញនាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុទានច័ន្ទវីរៈកុលបានរៀបចំផែនការសង្គ្រាមដោយចាត់ប្រកាន់កម្ពុជាបង្កប់មានថ្មីនិងបើកដៃឲ្យកងទ័ពវាយប្រហារចូលដែនអធិបតេយ្យកម្ពុជាជាថ្មីកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025ក្រោមលេសការពារសុវត្ថិភាពពលរដ្ឋនិងអធិបតេយ្យពេលកងទ័ពថៃបង្កសង្គ្រាមជាថ្មីវីរៈកងទ័ពកម្ពុជាបានអត់ធ្មត់យ៉ាងខ្លាំងមិនតបតរហូតដល់24ម៉ោងក្រោយទើបប្រើប្រាស់សិទ្ធិការពារខ្លួនពីសត្រូវឈ្លានពានសារព័ត៌មានថៃនានាផ្សព្វផ្សាយព័ត៌មានคล้ายៗញុះញង់លាបពណ៌រហូតផ្ទុះសង្គ្រាមម្ដងទៀតចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមសុទ្ធតែចោទប្រកាន់កម្ពុជាបង្កប់មានថ្មីល្មើសអធិបតេយ្យទៅពលរដ្ឋថៃគាំទ្រឲ្យកងទ័ពកុំបញ្ចប់សង្គ្រាមនិងទាត់ចោលការជួយសម្របសម្រួលពីប្រទេសនានាចំណែកកម្ពុជាមិនបានឈ្លានពានថៃឡើយពីព្រោះជាប្រទេសតូចមានពលរដ្ឋតិចជាងម្យ៉ាងទៀតកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមកន្លងមកពលរដ្ឋកម្ពុជាទាំងអស់ចង់បានសន្តិភាពការពារទឹកដីរបស់ខ្លួនឲ្យគង់វង្សមិនចង់បានទឹកដីអ្នកណាឡើយសារព័ត៌មានអមរិនរាយការណ៍ថានាវេលាម៉ោង 10:50 នាទីព្រឹកថ្ងៃទី19ខែធ្នូពលរដ្ឋថៃមួយក្រុមដែលតាំងខ្លួនជាក្រុមការពារទឹកដីបានធ្វើដំណើរមកពីខេត្តអយុធ្យាសិង្ហបុរីលុងបុរីស្រះបុរីនិងពេជ្របុរីដើម្បីបង្ហាញការគាំទ្រលោកអនុទានឲ្យធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀតដោយចាត់ប្រកាន់កម្ពុជាល្មើសអធិបតេយ្យមេក្រុមបានអានលិខិតមានខ្លឹមសារថាពួកខ្លួនគាំទ្រមហាក្សត្រក្នុងការធ្វើសង្គ្រាមបន្តដោយបង្ហាញគោលចំហចំនួន2រួមមាន1គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលចាំផ្ទះក្រោមការដឹកនាំរបស់លោកអនុទានដែលផ្ដោតខ្លាំងលើផលប្រយោជន៍ជាតិនិង2គាំទ្រលោកអនុទានដែលប្រកាសឲ្យកងទ័ពវាយប្រហារកម្ពុជាដើម្បីការពារកិត្តិយសប្រទេសថៃជាការឆ្លើយតបលោកអនុទានថាមិនចុះចាញ់ជាដាច់ខាតរដ្ឋាភិបាលថៃគាំទ្រប្រតិបត្តិការរបស់កងទ័ព 100% មិនឲ្យប្រទេសណាឈ្លានពានអធិបតេយ្យឡើយក្រៅពីនេះលោកអនុទានបានសនំពរឲ្យពលរដ្ឋជួយគ្នាធ្វើរបងការពារប្រទេសខណៈខ្លួនលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ពគូបញ្ជាក់ថារហូតមកដល់ថ្ងៃទី19ខែធ្នូមានរយៈពេល13ថ្ងៃហើយដែលកងទ័ពថៃបានបន្តបាញ់ប្រហារនិងឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងកម្រោលភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី26ខែតុលាដោយភាគីថៃបានប្រើប្រាស់សភាវុធធុនធ្ងន់គ្រប់ប្រភេទនិងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជាតាមទំនើងចិត្តការធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកនេះគឺជាទង្វើប្រមាថដ៏ធ្ងន់ធ្ងរលើកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានមហាអំណាចអាមេរិកមហាអំណាចចិននិងសហគមន៍អន្តរជាតិទាំងមូលក្នុងការកសាងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ថៃមិនមែនជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងលំដាប់ទី1នៅអាស៊ីហេតុនេះមិនអាចធ្វើអ្វីតាមទំនើងចិត្តទេហើយការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅខេត្តសៀមរាបគឺជាចេតនាបំផ្លាញទេសចរទៅទស្សនាប្រាសាទអង្គរវត្តតាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាប